តែគាត់ថាយប់ហ្នឹងយប់ស្អែកហ្នឹងណាដែលគាត់ថាឲ្យទ្រាំយប់ស្អែកហ្នឹងចូលមកពី10ព្រាមម៉ាក់ខ្ញុំគាត់ខ្នើយទប់មុខក្រោយគាត់ស្អែកជួយហងគេដំក្បាលខ្ញុំហើយឈឺណាស់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនៅកម្មវិធីចង្គើមួយរាត្រីអត់បាននាំភ្ញៀវកិត្តិយសមកទេក៏បានយកសាច់រឿងពីប្រិយមិត្តក៏ដូចជាបងប្អូនដែលក៏បានចែករំលែកតាម Telegram មកកាន់កម្មវិធីចង្គើមួយរាត្រីចាមុននឹងចូលសាច់រឿងរបស់យើងសូមខន្តីអភ័យទោសចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារសលេងមួយរយៈនេះផ្ដាសាយដល់ពេលចឹងទៅនិយាយបើសិនជាអ្នកខ្ញុំនិយាយអត់សូវច្បាស់ឬឮសលេងកងល់អីសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំប្រកែកប្រកាន់អីណាដោយសារតែមួយរយៈនេះអត់មានភ្លៀងទេតែផ្ដាសាយខ្លាំងម្ដងហើយមកនេះមកទាំងរោមរឹតតែម្ដងដោយសារតែអាកាសធាតុមិនអំណោយផលហើយដល់ពេលម្ដងថ្ងៃនេះទៅក៏មានអារម្មណ៍ថាបាយពីបងប្អូនយូរអញ្ចឹងមានអារម្មណ៍ថានឹកអញ្ចឹងណាហើយចុះពុកម៉ែបងប្អូនមាននឹកនាងខ្ញុំអត់ហើយនឹងបងប្រុសអត់ចឹងយើងចូលទៅកាន់សាច់រឿងបដាយណាចាឥឡូវសូមកញ្ញាលីហូនិយាយអំពីសាច់រឿងដែលភ្ញៀវកិត្តិយសគាត់បានសរសេរតាម Telegram មកកម្មវិធីចង្គើមួយរាត្រីចឹងចានេះខ្ញុំអត់ទាន់លើកសាច់រឿងពីប្រិយមិត្តដែលគាត់ផ្ញើតាម Telegram មកណាខ្ញុំចង់លើកសាច់រឿងមួយពីម៉ាក់ខ្ញុំផ្ទាល់តែម្ដងបាទពេលហ្នឹងនិយាយតាមតាណាដើរតើណាបងណាបាទពេលហ្នឹងម៉ាក់ខ្ញុំគាត់អត់អីទេគាត់របៀបថាគាត់មានឈឺមានអីទេមនុស្សគាត់អត់មានឈឺណាសុខភាពល្អដល់ពេលហើយក៏មានអ្នកចិត្តខាងគាត់អ្នកលក់អីវ៉ាន់ចាប់រួយចឹងណាបាទគាត់ពេលហ្នឹងខ្ញុំក៏ទៅមួយគាត់ដែរម៉ាក់ខ្ញុំគាត់ចូលចិត្តអាសនៈខ្លាញ់គេអាសនៈខ្លាញ់គេយកសាច់ហ្នឹងហើយខ្លាញ់ជ្រូកមកជំរាវហ្នឹងចាគាត់ក៏ទៅទិញដល់ពេលហើយក៏គាត់ដើរទៅមិនចូលទៅឃើញអ៊ំស្រីម្នាក់ហ្នឹងក៏គាត់រៀបបាយសីចឹងណាហើយចូលទៅផ្ទះគាត់ម្ដងបងដូចថាផ្ទះគាត់ទៅវែងតែល្ងឹតពេលថ្ងៃល្ងឹតបដ ாய் ដូចថាមានពលឺចេញចូលទេនៅលុចចាប់ហួយទេដល់ពេលអញ្ចឹងដល់ពេលចូលទៅខ្ញុំប្រាប់បងចូលទៅព្រឺក្បាលគ្នាហើយពេលនោះអត់តដឹងសាច់រឿងអីមិនទេដល់ពេលគាត់ចេះលងម៉ាក់ខ្ញុំថាចេះចង់ធ្វើដែរចង់ធ្វើបាយសីចឹងណាដល់ពេលម៉ាក់ខ្ញុំក៏ថាខ្ញុំមានកាតអីហងមិនឲ្យខ្ញុំធ្វើបាយសីអញ្ចឹងខ្ញុំសុំកាត់ភាសាទៅខ្ញុំសុំសួរក្លាប់មកក្រោយទេនៅលក់ចាប់ហួយហ្នឹងជាប់ផ្ទះកញ្ញាឬក៏រំលងពីផ្ទះជាប់គ្នាបងជាប់គ្នាបដ ாய் ជាប់លបងផ្ទះគ្នាចាជាប់លបងផ្ទះគាត់ដើរពីជាហ៊ានពីផ្ទះខ្ញុំដល់ពេលចឹងទៅក៏ម៉ាក់ខ្ញុំថាគាត់អត់មានកាតអីទេមូហេតុអីគាត់ធ្វើគាត់អត់ធ្វើទេដល់ពេលឲ្យអ៊ំនឹងគាត់អត់មកទេគាត់ញឹមតែញឹមគាត់ញឹមរបៀបលក្ខណៈថាញឹមខ្នួចបដ ாய் ឃើញញឹមដូចយ៉ាងថាមហូបអញមកដល់អីចឹងអូបងនិយាយលេខសើចមែនអត់ទេរឿងហ្នឹងមែនខ្ញុំនិយាយត្រង់ហើយដល់ពេលហើយក៏ម៉ាក់ខ្ញុំថាអាការទេតាកូនទៅផ្ទះហើយខ្ញុំក៏មកតែមួយម៉ាក់ប៉ាខ្ញុំម៉ាក់ខ្ញុំវិញទៅព្រោះខ្ញុំទៅតែ2នាក់ទេដល់ពេលស្រាប់មកដល់ផ្ទះទៅគាត់ថាគាត់ដូចអត់ស្រួលខ្លួនមនុស្សយើងតែធម្មតាអត់ស្រួលខ្លួនបែបរបៀបថាម៉ាក់ខ្ញុំរឿងថតដែរបែបគាត់លើខ្លាញ់លើអីចឹងណាយកដឹកស្មានដល់ខ្ញុំសុំសួរស្លាប់ទៅក្រោយតិចអ្នកដែលថាធ្វើរៀបបាយសីហ្នឹងអ្នកលក់ចាប់ហួយចាចាំមើលអ្នកលក់ចាប់ហួយកូនគាត់អ្នករៀបបាយសីហ្នឹងជាម្ដាយគាត់ប៉ុន្តែផ្ទះតែមួយគ្នាចាផ្ទះតែមួយអញ្ចឹងមានថាម៉ាក់យើងម៉ាក់កញ្ញាលក់ចាប់ហួយដែរឬក៏មិនបានចាំមើលម៉ាក់ខ្ញុំអ្នកលក់បបរដល់ពេលចឹងទៅកាលណាដែលមានផ្ទះលក់ចាប់ហួយនៅគៀងគ្នាយើងមានតែទិញអីគ្នាហូបចឹងហើយមែនអត់ចាចឹងគាត់អាសាទៅទិញហើយកាលហ្នឹងគាត់លក់ច្រើនហើយម៉ាក់ខ្ញុំចូលចិត្តអាសនៈខ្លាញ់ហ្នឹងជួយលក់មួយទឹកស៊ីអ៊ីវភាសាបាយចឹងណាគាត់អាសាទៅទិញដល់ពេលឥឡូវយើងទៅមុខទៀតណាបងបាទដល់ពេលគាត់មកតែវិញទៅគាត់អត់ស្រួលខ្លួនក៏កោសខ្យល់ក៏អីគាត់ទៅដូចអាបាត់ចឹងណាបងម្លងបាន3ថ្ងៃក្រោយម៉ាក់ខ្ញុំអត់ស្រួលខ្លួនរហូត
ហើយម៉ាក់ខ្ញុំយល់សពហ៎យប់ឡើងសពឃើញមានគេធ្វើបាបគាត់រហូតបង យល់សពថាមិនយល់សពបែបជា នេះដែលតាមគាត់និយាយប្រាប់ខ្ញុំហ្នឹងណា បាទ គាត់យល់សពមុនដំបូងគាត់ថាចេះមានគេធ្វើគាត់គេមកប្រាប់ចឹងបណ្ដោយ ប្រុសឬក៏ស្រីដែលមកប្រាប់ មកប្រាប់ហ្នឹងស្រីអូខ្ញុំនិយាយលំព្រឺសវល់ អូខ្ញុំព្រឺតែប្រហែលកូន អត់តែរឿងហ្នឹងហាក់ការប៉ັດខ្ញុំក៏នៅក្នុងហ្នឹងដែរដោយសារឪពុកម្ដាយយើងមាននៅមួយគាត់ចឹងណាកាលហ្នឹងខ្ញុំអត់តន់គេងបាយពីគាត់ទេដល់ពេលហើយក៏សពលើកទី1គាត់ថាអីណាបង បាទ ដល់ពេលម្ល៉េះបានមួយថ្ងៃទៀតគាត់ក៏យល់សពទៀតយល់សពគេប្រាប់ថាចេះគាត់តែនិយាយបងខ្ញុំព្រឺក្បាលខ្ញាថាមិនកិច្ចគឺស្លុតហើយមិនកិច្ចដល់ពេលហើយម៉ាក់ខ្ញុំគាត់ភ័យគាត់លើកទី2គាត់ចាប់ដើមភ័យ ពីណាគេប្រាប់គេប្រាប់ដូចជាជំនាញផ្ទះឬក៏ប្រភពឬក៏នៅថាសានដីកន្លែងហ្នឹងឬក៏មិនឬក៏គ្រូកណាត់គាត់ បើតាមខ្ញុំនិយាយខ្ញុំវាកន្លែងហ្នឹងខ្ញុំអត់ស្គាល់ដឹងច្បាស់ដែរណាដោយសារម៉ាក់គាត់និយាយប្រាប់ដែរគាត់ថានេះឮតែសលេងទេបែបជាគ្រូកណាត់អញ្ចឹងណាព្រោះគ្រូកណាត់ចា អូឆ្លាយរឿងនេះ ដល់ពេលហើយក៏គាត់លើកទី2ហ្នឹងគាត់ចាប់ដើមភ័យគាត់ក៏ប្រាប់ម្ដាយរបស់គាត់អញ្ចឹងណាហើយប្រាប់ប៉ាខ្ញុំដល់ពេលប៉ាខ្ញុំថាមិនអីទេហើយដល់ពេលហើយចាប់ដើមគាត់អត់ស្រួលខ្លួនតាំងពីព្រឹករហូតដល់ល្ងាចរហូតអញ្ចឹងណាបងដល់ពេលចាប់ដើមយប់ឡើងទៀតគាត់ចាប់ដើមវាសំសាទៀតហើយសាប់សានេះគាត់ងើបលេងរួចបដ ாய் វាសោះបែបមកប្រាប់អញ្ចឹងដូចសាមុនដែរ ចាមកប្រាប់លើកទី1លើកទី2លើកទី3ដូចគ្នា ចុះមិនដល់ពេលយើងយល់សពអញ្ចឹងហើយយើងអត់មានទៅរកគ្រូអីឬក៏ បង អត់យល់ខ្ញុំ ចេះកាលហ្នឹងគ្រួសារខ្ញុំរបៀបថាមិនអត់ជឿទេណាតែគ្រួសារខ្ញុំអត់ដែរគិតថានឹងមានផ្លូវល្ងិតចឹងគាត់អត់ដែរគិតសោះបដ ாய் អូខេ ដល់ពេលចឹងទៅហើយអត់មានគ្រូអត់មានអីទេដល់ថ្ងៃអុជធូបអីធម្មតាដល់ថ្ងៃសិលត្រូវសែនអញ្ចឹងណា បាទ ដល់ពេលថ្ងៃហ្នឹងគាត់ឈឺគាត់ងើបរួចបដ ாய் បងដល់ពេលឲ្យម្នាក់នាំគ្នាផ្លាយចេះឆ្ងល់ថាបើងើបរួចរយៈពេលឡើងចិត្តមួយឆ្នាំម្ដាយខ្ញុំងើបរួច គាត់មិនគាត់យើងណាអាការៈបែបម៉េចវិញ ងើបរួចបដ ாய் បងដូចថាឲ្យជើងគាត់ណាឥឡូវខ្ញុំនិយាយតាមឋានៈសិនគាត់ងើបរួចគាត់របៀបថាអស់កម្លាំងហើយចាក់ថ្នាំបង មិនគាត់ងាប់ដៃងាប់ជើងហ្នឹង មែនទេដៃជើងគាត់ធម្មតាតែគាត់ថាគាត់ងើបរួចរបៀបថាដូចមនុស្សកត់មនុស្សចឹងណា អូលេងណាថាដូចយើងទៅពេលហត់អញ្ចឹងទៅលើលើជើងរួចដៃជើ ហ្នឹង ង ហើយចឹងហើយ អូខេ ហើយរយៈពេលមួយឆ្នាំហ្នឹងណាម៉ាក់យាយខ្ញុំគាត់សិតសក់ឲ្យមួយទឹកឲ្យនិយាយទៅបញ្ចុកបាយមកចប់ហើយដល់ពេលដែលគាត់មកងើបរួចហ្នឹងខ្ញុំនិយាយត្រូវមានមិញមួយហ្នឹងធ្វើជាសាច់ឈាមដែរតែសាច់ឈាមខាងឆ្ងាយចឹងណាគាត់មកដល់ភ្លាមក៏គាត់ថាចេះអូអត់កើតទេត្រូវរបស់គេដល់ពេលនិយាយចឹងទៅនឹងខ្ញុំឃើញគាត់ផ្ទាល់ភ្នែកបងគាត់និយាយថាត្រូវរបស់គេភ្លាមមកសក់គាត់ឡើងចេះ អញ្ចឹងអ្នកមីងដែលមកស្រីហ្នឹងបងប្អូនកញ្ញាដែរ ចាបងប្អូនតែរបៀបថាសាច់ឆ្ងាយ ម្នាក់ស្រីហ្នឹងចេះគ្រូដែរឬក៏មិន គាត់ចេះដែរតែគាត់ថាយើងអត់ដឹងយើងអត់ខ្វាយខ្វល់រឿងអីចឹងណា បាទចុះខ្ញុំសុំសួរតិចទៀតចុះដល់ពេលគាត់មកហ្នឹងមកដល់លក្ខណៈថាមកដល់ចៃដន្យឬក៏យើងហៅមកដែរ គាត់មកលេង អូរត់ស្រាប់តែរត់ដងគាត់ដែរមកទេដល់ពេលហ្នឹងគាត់មកលេង ហ្នឹងហើយគាត់អត់ដែរមកទេដោយសារគាត់ទី1គាត់គ្រូចិនសាយដល់ពេលចឹងទៅគាត់មានការងារផ្ទាល់ខ្លួនគាត់អត់សូវមកទេដល់ពេលថ្ងៃហ្នឹងគាត់ជិះម៉ូតូមកពីអ្នកប្តីប្រពន្ធគាត់និយាយមកដល់ឈប់ម៉ូតូផ្លឹបគាត់តែខ្ញុំចេញទៅទទួលមិញមកអូអត់កើតទេត្រូវរបស់គេបាត់ហើយសក់គាត់រួមគាត់លុកបាសអស់ហើយលេងបដ ாய் អញ្ចឹងដល់ពេលដែលម៉ែកញ្ញាឃើញមីងមកអញ្ចឹងគាត់មានអាការៈបែបម៉េចឬក៏ ចាំមើលពេលដែលហ្នឹងគាត់ ភ័យខ្លាចឬក៏មិនអីមិនអត់ អត់អីទេរបៀបថាគាត់ងើបរួចហ៎គាត់អត់ដឹងថាមីងគាត់មកទេដឹងតែខ្ញុំហើយប៉ាហើយនឹងប្អូនហើយយាយទេដែលឃើញគាត់ថាគាត់កំពុងតែព្រឺខ្លួនហ្នឹងណាប៉ាខ្ញុំហើយនឹងយាយគាត់ចេះសួរដេញដោថាត្រីគេមិនបានព្រឺដល់ថ្នាក់ហ្នឹងគាត់និយាយចំឈ្មោះម៉ាក់ខ្ញុំចឹងណាគាត់ថាត្រូវរបស់គេហើយអត់ឆាប់ដល់កើតទេអញនេះខ្ញុំនិយាយមិនប្រហែលមើលងាយជីវិតម្ដាយខ្លួនឯងដោយសារខ្ញុំជួបផ្ទាល់
ខ្ញុំឃើញផ្ទាល់ភ្នែកគាត់និយាយថាបើមិនដោះទេអាចនឹងស្លាប់អញ្ចឹងណា អូខេ ដល់ពេលនិយាយឲ្យប៉ាខ្ញុំអីភ័យណាមួយយើងម្ដាយយើងមានតែមួយទេមែនអត់បងដល់ពេលយើងឃើញហេតុការណ៍ហ្នឹងយើងមានអារម្មណ៍ថាខ្លាចមិនចង់ឲ្យកើតរឿងហ្នឹង ខ្ញុំសុំសួរត្រឡប់ក្រោយតិចនៅពេលដែលម្ដាយកញ្ញាគាត់ងើបអត់រួចហ្នឹងគាត់មានហាមដែរហាមជើងអីអត់ ហើមបងហើម អូ ទៅពិនិត្យពេទ្យទៅគេថាទឹកនោមប្រៃតែគាត់មិនទឹកនោមប្រៃទេដល់ពេលហើយ បាទដែររឿងអបិយជំនឿរឿងផ្លូវល្ងិតនេះពេលខ្លះយើងទៅពេទ្យពេលមិនឃើញទេ ចាហើយគាត់ចាក់ថ្នាំមកបងរយៈពេល1ឆ្នាំហ្នឹងទៅគៀកគាត់ទាំងសងខាងឡើងរឹងដុំអញ្ចឹង និយាយចឹងខ្ញុំសូមកាត់ផ្សាសមួយខ្ញុំនឹកឃើញរឿងកាលនៅស្រុកខ្ញុំកាលនៅខាងបាត់ដំបងគេធ្វើអំពើដាក់ ចា គេយកដេកគោដំចូលក្នុងក្បាល អូ ហើយគេ ដូច ដាក់ស្ គ្នា បែក បង គោចូលក្នុងពោះទៀត អូ ហើយលេងថាយាយហ្នឹងគាត់ឈឺឡើងស្គមហាមទៅពោះធំទៅក្បាលពោះ ចា ហើយគាត់ឈឺទៅក្បាលដែរដល់ពេលទៅពេទ្យណាក៏គេថាគេពេលពវៀនអញ្ចឹង សួរថាគាត់កើតតិចទឹកកើតអីទៀត ហ្នឹងហើយប្រហែលជាអញ្ចឹងដោយសារតែខ្ញុំអត់សូវបានដឹងលម្អិតប៉ុន្មានទេរឿងហ្នឹង ចា ហើយស្រាប់តែទៅពេទ្យកាលហ្នឹងគាត់កូនគាត់ក៏ដូចអត់ជឿរឿងអបិយជំនឿដែរកូនគាត់ក៏អត់នាំម្ដាយហ្នឹងទៅមើលគ្រូឬក៏ទៅមើលអីផ្សេងអីដែលថាការវិពេទ្យណា ចា គាត់និយាយទៅគាត់ជឿតែពេទ្យស្រាប់ថ្ងៃមួយគាត់នៅពេទ្យក៏ពេលពវៀនបតាំងទៅសរោមហូបអីក៏បានមានណែនវាតឹងពោះអស់លេងតែគេធ្វើមកបាយកូនវារីកក្នុងតាំងដូចមនុស្សកើតកូនមនុស្សធ្ងន់តាំងដូចមនុស្សធ្ងន់អញ្ចឹង ចាចា ហើយពូឡើងតឹងឃើញតែសាយពូហើយស្គមអស់ហើយមុខឲ្យផត់អស់ហើយស្រាប់ថ្ងៃមួយគាត់អង្អាយុហ្នឹងគាត់ដូចជាឃ្លីនបបសជាមួយអត់ទេអំបដូចជាបបអីគេខ្ញុំភ្លេចបាត់ហើយអត់ចាំបបមន់ ចា គាត់ក៏ឃ្លៀនគាត់ក៏អំបកូនគាត់ថាកូនណាយធ្វើទៅទិញបបមន់ឲ្យមកហូបតិចមក តែដល់ពេលកូនគាត់ទៅទិញ កូនគាត់ទៅទិញគាត់មិនតាន់បានហូបផងគាត់ថាដាក់តុកអ្នកជំងឺភ្លាមគាត់ថាកូននឹងរៀបដួសបបរហ្នឹងបញ្ចុកម្ដាយដៃខ្យល់បាទមុនដៃខ្យល់ហ្នឹងគាត់បាន5កូនទៀតគាត់ថាគេធ្វើអំពើអញ អូគាត់និយាយបណ្ដោយ គេដាក់ស្បែកគោក្នុងពួកអញតែពេលទៅបានគាត់ស្លាប់ហើយគាត់ដៃខ្យល់យុគ20ម៉ោង12យកសាកសពមកទេអីមកទេអញ្ចឹងក៏អ្នកម្ដាយគាត់ហ្នឹងក៏យកសពដាក់កូន ចា តែពេលព្រឹកឡើងបានកូនមកប្រាប់ម៉ាក់ខ្ញុំតខ្ញុំក៏នៅនឹងដែរគាត់ថាមីងម៉ាក់ខ្ញុំយប់អញមកបញ្យោសពប្រាប់ខ្ញុំគាត់ថាគេធ្វើអីដាក់ក្នុងពួកអញចេះតែណានស៊ីកើតដល់ពេលទៅគាត់ក៏ម៉ាក់ខ្ញុំគាត់ថាប្រហែលជាគេធ្វើអូនិយាយព្រឺសម្បល់បងប្អូនប្រហែលជាគេធ្វើអំពើធ្វើអីដាក់គាត់ដឹងឬក៏មានចំនួនជាមួយអ្នកចិត្តខាងអញ្ចឹងណា ចា ព្រោះរឿងក្រុមគ្រួសារគេយើងអាចដឹងបានទេ ហ្នឹងហើយ ដឹងតែគេចំនួនពីគ្រួសារណាទៅគ្រួសារណាទេដល់ពេលកូនគាត់ក៏បានចាក់អារម្មណ៍ទៀតយើងថាមនុស្សអត់ជឿបញ្ញាបញ្ញាទៅ ឥឡូវបងខ្ញុំសុំកាត់បងតិចវែងនិយាយថាគាត់អត់ជឿបងដូចតែគ្រួសារខ្ញុំចឹងតែបងអត់ជឿទេតែពេលជឿខ្លួនឯងផ្ទាល់មិនដឹងថារឿងហ្នឹងវាមានពិតមែនដោយសារមនុស្សគ្រួសារខ្ញុំគេថាវាមិនអាចមានអារឿងហ្នឹងផ្លូវល្ងិតផ្លូវអីចឹងណា អូខេ ចាឥឡូវខ្ញុំចង់បន្តសាច់រឿងខ្ញុំបន្តិចចឹងណា បាទបានចេញ ហើយដែលគាត់មកនិយាយហ្នឹងមិញគាត់មកដល់ភ្លាមគាត់ព្រឹកគាត់និយាយប្រាប់ចឹងណាដល់ពេលហើយមិញហ្នឹងក៏គាត់ថាចារៃទេខ្ញុំជួយដល់ពេលហើយគាត់និយាយថាជួយភ្លាមបងប្អូនអីគាត់អស់ហើយពួកអីគាត់ថាអាចនឹងជួយសង្គ្រោះជីវិតគាត់បានចឹងណាដល់ពេលហើយគាត់ទៅបាត់ប្រហែលជាប្រហែលថ្ងៃគាត់មកវិញគាត់ឲ្យអីប៉ុណ្្នេះម្ដងប៉ុណ្្នេះទៅ ពីណាគេទៅបាទអញ្ចឹងមិញថាគ្រូចិនសាហ្នឹងក៏មិនលេងមកផ្លេតទេ ចា ហើយ ដល់ពេល គាត់ គាត់ ទៅវិញ គាត់និយាយហើយគាត់និយាយថាចាំគាត់ជួយដល់ពេលហើយគាត់ផ្សាយឲ្យគាត់ផ្សាយទៅយល់ដល់ពេលហើយគាត់ត្រឡប់ទៅផ្ទះវិញបានលើងបានប្រហែលថ្ងៃហ្នឹងគាត់យកអីប៉ុណ្្នេះមួយ ហ្នឹងហើយតែតែគាត់ដឹងហ្នឹងមើលទៅ ហ្នឹងហើយឲ្យម៉ាក់ខ្ញុំដាក់ជាប់កប៉ាល់រហូតដល់ពេលម៉ាក់ខ្ញុំដាក់ជាប់កប៉ាល់ទៅរយៈពេលប្រហែលជាមួយអាទិត្យទេបងគាត់ដើររួច
Ồ nè. Còn đa ruồi tay còn tha chương qua đó mà chỉ hiếu còn đa được ô chương còn chừ chặt luôn rồi À rồi nó lôm hai chiaประมาณ năm hai tầm thôi mày nóทำไมไปvậy ở tới lồng ăn pi năm chẳng tập ta hạt cá tập ta cạn lăng ở thế bôngจ้ะเราไป riêng ให้ này riêng này trở lại để nhóm mặt lọ mặt đang môn máu bàn tay về giờ điên hạt cá để nhóm đăng pi này chật khang là bao nhóm chẳng á ให้เราไปจังตื้อก็กอดดาด้วยก็ลูกก็บอกลูกไอ้ทำนาจังนะกอดดานี่ก็มันดารุ่ยนาได้กอดดาโอเชียวมันจะเห็นตี hay mình lại làm riêng phơi lọ từ bên này này อัดเลยบอกเราไปหมักยำจูบหมกครูนึงáกระทาไอ้เต้จำช่วยก็ช่วยด่าเอาให้หมักยำมันใหญ่ก่อนใหญ่เมากระทาแจกระทาใบเธอตลับเตอร์เวนเต้ส่งด่าเอาให้จับทำหนึ่งเตอร์เราไปให้ครูนึงก็กระทาไอ้เต้จำก็ช่วยก็มันเธอตลับเตอร์เวนเต้ผัวไอ้ก็ทางเชิญซ้ายกระทาก็แจเธอเพลิงอ่ะเต้ก็แจจะช่วยด่าก็ดีจังแต่sạch nhiệt nắng quạt lực quạt lò men quạt đào chui kia men hay để bây giờ đo hai chứng đo than nè เป็นหน้าตอนเราหายเด็กบอง อ๋อตอนhai tên จ้ะหมัก tới nó đau rồi ก็ดารุ่ยเราไปหมักก็ดาเตอแต่ยมจิกาสไฟให้จิกาเจหมักก็เตอใส่ตึกในสกาจิกาเจจังนั้นนะให้คนตึงอ้อผู้มวยเนี่ย này จ้ะยมบองเกยก็เคยคนตีปีกวาดอีตีใบจ้ะสมโตตีใบอ่ะบอง ok หางมะกอดแม่ร้องท่าเจ๊โกนกอดแต่ใหญ่ไม่บันหากอดมะเราไปกว่าฉลอยดีเลิกที่ปีหาเด็ดมะใส่เจ้าก็บอก chẳng phải hạt cá nó ăn mình là tiền miền pa rồi cả miền ôn là tiền là tài quạt จ้าในตะกอดเตะใส่ข้ามะปีดงเราไปมะกว่าฉลอยเราไปมาสร้าง sao hắn nó các bạn nghĩa mơ các bạn khơi cồn à ta đang sẽ lên cồn thì ดังสเลงโกนให้แต่กอดจับอารมณ์ตีมวยกอดหาเจ๊โกนกอดแต่ใหญ่ให้ ôi những con snap prư bị chương nó các bạn buồn cồn เราไปให้เลิกติดใบมาอันนั้นได้ก็ยัยสำเร็จห้าปรับเลยมาเราไปมาหากันเลยเราไปมาสตูเตอร์ปลากดมาไว้เนาะเลยสำเร็จเตาปลามาไว้ก็กดเรื่องทูเจเตอร์ก็ทากดเงี้ยเตอร์คุณโอนยำติดใบเนื้อรถเตอร์กระดาษนอนให้ลานมาเตาเมาแล้วก็สล็อตเราก็ท่าเจโอนมาเจ้าก็ใส่เจ้าโอนมาเจ้าเราไปให้ปลาก็กอดรถเมาเมื่อมาจังนั้นก็สู้ไม่เอาห้องรถตาฉลองเลยเราไปจังนั้นก็ปลาก่อนใหญ่ท่าเวียนมินฉลองเพลินนาเวียนในแต่มาปุ่มเลยแต่มา chương này ta còn khơi nó khơi như là máu chẳng ก็ถ้าโอ้ยตัวดูบอลบอกก็ถ้าเคยสอบโกนก็สอบเด้อ chương mà sinh đi dương đau rồi bây giờ rồi thì vô cồn nhưng mà gì cua thằng จ้า nào ตายเป็นนั่งก็ด่ารุ่ย xâm nang phải dựng đây nhiều ก็ด่ารุ่ยแต่ด่าเหมือนเลื้อนนะบอกเราไปให้บ้านเรามาปีง่ายก็มิงนั่งกอดมามสาเทียนก็ท่าเก็บดังท่ากอดน่ะจุดดอเราไปจังเตอร์กอดกอมหรือไปท่ามาเพียกีมาคางติดขังนะ thời kỳ để khang phớ nữa จ้ากอดขังเราไปให้กอดมานี่กอดเมาเราไปท่าสลัดอย่าออกไปดาวไอ้บ่ง bên กอดมานั่งกอดแผลมันยังท่าเจ๊คนไอ้ตรอมบานอ้อนยกไอ้มองปีนดับบัดเซนจีคนไอ้ตรอมบานพอดเราเหมามุ้ยคนไอ้รัวใจเบอร์คนไอ้ตรอมบานอากาศเลย chẳng kêu chân xa để chọc sạch nhiệt nó prao con chẳng จ้าให้เป็นนั่งใหญ่นั่งกอดไอโกนเลยเช็ดจัง ok เป็นนั่งยมเลยเช็ดไว้ยมจีโกนบอลจังนั้น bên เราไปให้เขากันใหญ่ท่าบัดเซนจีตรอมบานพอดมองปีนดับนี่รัวใจบัดท่าก็ตรอมบานกอดกอมดังเธอเหมือนได้จังนะ chẳng mình đây tha kêu để phải chân xa rồi sạch nhiệt nó còn dùng nó còn phơ cầm còn phơ bị thi ấy mình ก็เราไปก่อนใหญ่พระพายหรือใหญ่ล่างก็ตลอดแต่วันนี้มันดังท่าก็ถือทีไอตีจัง ok ใต้คนท่าหยุบหนังหยุบสายอย่างเงี้ยเด็กก็ทายตรอมหยุบสายหนึ่งโจมองปีนดับเรียมมันยมกดขนาวตบหมุกกรายก็ใส่เด็ช่วยห้องกี่ดำกับมาเยอะมากชื่อหน้า
có sai chăng á nhung lên lần á nhung dùng nhung gì mà nhung dùng nhung là hơi hạt can năng á nhung mẹ rộng tha vì nhung mình ai chụp bật tè đậpไปchăng mẹ rộng tha bị cái độc đủ hay pa có chơi này có sửa anh mày chơi hay con lại lên lần á còn vô chơi được từ kinh chơi gì chăng á nơi từ nhóm pa hay mà ដឹងមូលហេតុឲ្យគាត់ស្រែកហ្នឹងអត់ có saiប្រាប់ថាគេដំលីកូននៅក្បាល គាត់ឃើញមនុស្សមកដំបរើឬក៏យ៉ាងម៉េច អូកន្លែងនឹងខ្ញុំអត់បានបញ្ជាក់គាត់ដឹងតែធំថាគាត់ខ្ទប់ចេះស្រែកយកបដ ாய் ឡងប៉ាហើយអ្នកនៅគេហ្នឹងណាបើអានេះខ្ញុំតាមគាត់ណាគេបែរគេថាគេសប្បាយចិត្តហើយខ្លះពួកម៉ាក់ខ្ញុំទ្រាំមកបានដល់ពេលហើយម៉ាក់ខ្ញុំទ្រាំរហូតដល់ម៉ោង1ចូលម៉ោង1ភ្លឹប12:59ចូលម៉ោង1ភ្លឹបម៉ាក់ខ្ញុំលេងអីបាច់ញើសជោគ ពេលហ្នឹងមានតែគាត់ផុតអស់មែនតើ ចាបាច់ញើសជោគដល់ពេលហើយសួរគាត់មកចៃគាត់ថាអីផងគាត់និយាយថាគាត់អត់អីផងដល់ពេលស្អែកឡើងលើស្អែកឡើងកូនអូស្អែកឡើងអ្នកគ្រូនឹងមកទៀតគាត់ថាអត់អីទេរួចអស់ហើយខ្ញុំមិនធ្វើតែគេវិញទេ គាត់ប្រាប់អញ្ចឹង ចាគាត់ប្រាប់ចឹងខ្ញុំមិនធ្វើតែគេវិញទេហើយយប់មិញគេសប្បាយអនណាគាត់និយាយចឹង អូ ថាគេសប្បាយអនណាហើយកូនណាគាត់លើមកចឹងសប្បាយចិត្តរយៈពេល1ឆ្នាំមកបង អូយពុកម៉ែបងប្អូនក្រនិយាយរឿងនឹងឆ្មាស្រែកណាបងប្អូនស្ដាប់លើ ខ្ញុំព្រឺរង ស្រែក ខ្ញុំសុំបន្តសាច់រឿងទៀតបងកុំលីងខ្ញុំរយៈពេល1ឆ្នាំហ្នឹងណាគាត់ដើររួចកូនម្នាក់ណាដែលថាមិនបាក់ចិត្តបើសិនជាជួបហេតុការណ៍ហ្នឹងក៏គាត់ពិបាកចិត្តដូចគ្នាហ្នឹងគាត់ឃើញម៉ាក់ដើររួចវិញក៏សប្បាយចិត្តណាមនុស្សគ្រប់គ្នាសប្បាយចិត្តដល់ពេលលើបងមិនលើបានមកទឹកណាអ៊ំនឹងធ្លាប់តាមដូចជាមនុស្សយើងមានសាច់មានឈាម បាទ ឡើងមកទឹកគាត់ស្គមឡើងអស់អាលីង អូអ្នកដែលថាធ្វើមកលើយើងហ្នឹងមែន ចា អូខេ ស្គមឬថាស្បែកប្រដាប់ឆ្អឹងណា ខ្ញុំឆ្ងល់តែចែកអត់ធ្វើបកត្រឡប់ទៅវិញទេហើយចុះហេតុអីបានអ៊ំហ្នឹងគាត់ស្គម ហ្នឹងហើយឥឡូវខ្ញុំចង់និយាយកន្លែងហ្នឹងតិចមូលហេតុដែលគាត់ថាគាត់ធ្វើទៅវិញណា បាទ តែអ៊ំនឹងគាត់ស្គមមូលហេតុគឺថាគាត់ដោះទេតែវាឡងបើយល់វាឡងទៅវិញឥឡូវបើសាក់យកកស៊ូមើលទាញបើបាញ់ប្រឡែងមើលផ្លាត់ទៅខាងណាមិនផ្លាត់ទៅខាងហ្នឹង រឿងនេះខ្ញុំអត់ដឹងច្បាស់ដែរប៉ុន្តែធ្លាប់គ្រូសាខ្ញុំគ្រូសាក៏គាត់ធ្លាប់ជួបហេតុការណ៍អញ្ចឹងដែរដូចគ្នាប៉ុន្តែក៏មានគ្រូម្នាក់ដែលគាត់និយាយទៅមាននិស្ស័យតែគាត់ថាមាននិស្ស័យជាមួយគាត់អញ្ចឹងទៅគាត់ក៏និយាយទៅមិនដែលស្គាល់គ្នាទេ ចា តែដល់ពេលអញ្ចឹងគាត់មកដល់ទៅយើងគាត់ជិះកង់មកដល់ទៅយើងជិះកង់មកពីតាំងពីភ្នំកលែនណា អូឆ្ងាយសំណំ ពីភ្នំកលែនមកដល់បាត់ដំបងគាត់ណាហើយមិនចិត្តណាស្រាប់តែគាត់មកជួយមកដោះអំពើប៉ុន្តែអត់មានឡងទៅណាគេវិញទាំងអស់គាត់ដោះហើយម្ដង តែនេះខ្ញុំសុំ ហើយពីអ្នកដែលថាធ្វើយើងនឹងចង់ធ្វើមកលើយើងទេគាត់ចូលដែរកុំឲ្យតែយើងមានតំណមនិយាយទៅយើងមានតំណមកុំឲ្យយើងហូបរបស់គេ ហ្នឹងហើយក ុំឲ្យយើងនិយាយថាដើរចិត្តគេទី1ទី2អីចឹងទៅ ចា ប៉ុន្តែបើសិនជានិយាយរួមទៅអ្នកដែលគេខូចណាគេអាចធ្វើមកលើយើង24ម៉ោងខ្ញុំហ៊ាននិយាយចឹង ចាហ្នឹងហើយព្រោះអីមនុស្សវាអាចឆ្លៀតឱកាស ហ្នឹងហើយព្រោះអីមនុស្សថាគេចង់ធ្វើមកលើយើងគេទៅគេមានអំណរអាក្រក់លើយើងគេគ្រាន់ដើរមកប៉ះយើងហ្នឹងក៏យើងទៅតាមគេដែរ ចា អាហ្នឹងមូលហេតុទី1មូលហេតុទី2បើបងប្អូនអត់ចង់ពាក់ព័ន្ធទៅរឿងចឹងបងប្អូនអាចមើលមនុស្សថាមនុស្សនឹងល្អឬក៏មិនល្អ នៅអាច បើថាមនុស្សនឹងអត់ល្អទេបងប្អូនអាចព្យាយាមគេចចេញពីម្នាក់ហ្នឹង ចា តើឥឡូវយើងតសាច់រឿងយើងទៀត ហ្នឹងហើយដែលខ្ញុំនិយាយថាបានរយៈពេល7ថ្ងៃចុង7ថ្ងៃហ្នឹងណា បាទ បានទៅនឹងថាគាត់ស្លាប់ អញ្ចឹងក៏ស្លាប់ហើយ7ថ្ងៃហើយ អត់ទេចាំមើលដោះហើយបានរយៈពេល7ថ្ងៃឮគេថាគាត់ស្លាប់ដល់ពេលហើយក៏តែចិត្តគ្នាដល់ពេលគាត់ធ្វើបន់ទៅយើងមិនដឹងមែនអត់បង
ដល់ពេលខ្ញុំអ្នកចង់ដឹងតែមើលទៅវាយកដាប់ឆ្អឹងឡើងខុសហើយបាញ់កាត់ទៅរយៈពេលមួយអាទិត្យមិនគួរណាដល់ណាស់ហ្នឹងបើយើងឈឺអីប្រើពេលមួយខែឬពីរខែវាអាចនឹងស្គមតែនេះអត់មានសាច់បដ ாய் និយាយរួមតើហ្នឹងលក្ខណៈថាយើងចាំបែបគឺថាគ្រូខ្លះចាំព្រីឬក៏ចាំអឺប្រភេទព្រីក្បាល8អីចឹងទៅទី1គាត់ចេះតែដាក់ដល់ពេលគាត់ចេះតែដាក់ដល់ពេលកាលណាគ្រូភាគីមួយខាងទៀតធ្វើឬក៏ដោះវាឡងអាចឡងមកយើងវិញម្ចាស់ថាគ្រូនឹងវិញ ចាតែគាត់ថាខ្ញុំសុំនិយាយតិចចំពោះអ្នកដែលជួយដោះម៉ាក់ខ្ញុំហ្នឹងមនុស្សគាត់ល្អហើយគាត់អត់បានធ្វើតែគេវិញទេគាត់ថាគាត់ជួយស្រាយឲ្យតែប៉ុណ្្នឹងឯង អូខេ ចារឿងខ្ញុំមានតែប៉ុណ្្នឹងឯងមក អូខេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាសាច់រឿងនេះពុកម៉ែបងប្អូនយល់យ៉ាងម៉េចដែរសូមពុកម៉ែបងប្អូនបញ្ចេញមតិ comment ដើម្បីការលម្អពួកខ្ញុំទាំងពីរ បើមានការខ្វះខាតកន្លែងណាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនជួយកែតម្រូវឲ្យនាងខ្ញុំហើយនឹងបងប្រុសបានកែផងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារពេលខ្លះយើងនឹងអាចខុសឆ្គងបន្តិចបន្តួចតែភាគីខាងខ្ញុំអត់ដឹងអីចឹងបើសិនជាបងប្អូនគិតថាខ្វះខាតកន្លែងនេះបន្តិចកន្លែងនេះបន្តិចចឹងបងប្អូនអាចខមមិនបានខ្ញុំអត់មានខឹងទេពុកម៉ែបងប្អូនរបៀបថាខ្ញុំនឹងរីករាយទទួលយកហើយនឹងកែតម្រូវតាមពុកម៉ែបងប្អូន អូខេហ្នឹងហើយឥឡូវយើងវិលមកចូលសាច់រឿងរឿងរបស់ក្មួយខ្ញុំផ្ទាល់តែម្ដង ចាបង